Cha lúc sau đây thì với mình ban bọ sai ở pi trọc sầm mặt ruộng hơi nâng cả bài chạy cha lớn đi bờ sân chỉ không cả nấy con miệng bụng nó vinh cha thòng đá con tay đầm pi lên ở pi con lên lẽ nơi pi để con miệng trọc ruộng hơi có cầm miếng chụp bẹ cái đây mẹ miếng đây thà quạt nắng ở miếng chụp bẹ nói cái đây ta muốn mình chơi dựng đây sầm lại đám môi nơi pi để con miệng bụng nó bẹ mi ta cái cua bài chạy được việc này trong chun ở để xây bị thủy thì cả bọ sai trong chúng nó chạy tôi cả bài chạy trong nó ចាសូមអរគុណច្រើនបើសិនជាយើងពិនិត្យមើលទៅថាធម្មតាជីវិតអាពាហ៍ពិពាហ៍មានបំណុលរួមនិងទ្រព្យសម្បត្តិរួមមិញទ្រព្យសម្បត្តិរួមនេះខ្ញុំបានធ្វើការបកស្រាយហើយពាក់ព័ន្ធជាមួយនឹងបំណុលរួមច្បាប់ក៏បានបញ្ញត្តិផងដែរចាហើយកាតព្វកិច្ចរបស់ប្តីប្រពន្ធដែលកើតមាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍បានកំណត់ឲ្យប្តីប្រពន្ធនឹងគាត់ទទួលខុសត្រូវរួមគ្នាបានន័យថាជាកាតព្វកិច្ចសាមគ្គីរួមគ្នាចំពោះបំណុលរួមអញ្ចឹងបើសិនជាយើងពិនិត្យទៅតាមមាត្រា975នៃក្រមរដ្ឋបវេណីបំណុលរួមគឺជាសហុយចំណាយដែលពាក់ព័ន្ធជាមួយនឹងជីវភាពរស់នៅរបស់ប្តីប្រពន្ធសហុយចំណាយដើម្បីអប់រំឬការព្យាបាលថែទាំកូនចាហើយបំណុលរួមមានលក្ខខណ្ឌមួយទៀតដែលត្រូវចាត់ថាជាបំណុលរួមគឺបំណុលដែលប្តីប្រពន្ធទាំងសងខាងហ្នឹងគាត់បានព្រមព្រៀងធ្វើជាលិខិតលាយលក្ខណ៍អក្សរជាមួយម្ចាស់បំណុលក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ឬក៏បំណុលដែលប្តីប្រពន្ធមកខាងចាគាត់បានខ្ចីប៉ុន្តែមានការយល់ព្រមពីសហព័ន្ធមកខាងទៀតចាតាមលិខិតលាយលក្ខណ៍អក្សរពីប្តីឬប្រពន្ធចាក្នុងពេលអាពាហ៍ពិពាហ៍ចាហើយមួយទៀតបំណុលរួមគឺជាបំណុលដែលពាក់ព័ន្ធជាមួយនឹងសហយដើម្បីគ្រប់គ្រងនិងថែរក្សាទ្រព្យសម្បត្តិរួមអញ្ចឹងបើសិនជាបំណុលរួមដែលសហព័ន្ធទាំងពីរគាត់បានបង្កើតឡើងឬក៏សហព័ន្ធណាតែម្ខាងដែលបានបង្កើតឡើងដែលមានការដឹងឮពីសហព័ន្ធម្ខាងទៀតហ្នឹងគាត់ត្រូវតែទទួលខុសត្រូវសាមគ្គីជាមួយគ្នាមិនអាចឲ្យសហព័ន្ធណាម្នាក់ទទួលខុសត្រូវតែម្នាក់ឯងបានទេចាអញ្ចឹងករណីនេះតុលាការគាត់អត់មានសិទ្ធិក្នុងការបែងចែកបន្ទុកនៃការទទួលខុសត្រូវចំពោះបំណុលរួមរបស់ប្តីប្រពន្ធតាមការស្នើសុំឬទាមទារពីសហព័ន្ធណាមួយទេអញ្ចឹងបើសិនជាពិនិត្យទៅតាមមាត្រា509នៃក្រមរដ្ឋបវេណីបានបញ្ញត្តិពាក់ព័ន្ធជាមួយនឹងម្ចាស់បំណុលដែលអនុញ្ញាតឲ្យកូនបំណុលនិងអ្នកទទួលកាតព្វកិច្ចត្រូវទទួលបន្ទុកកាតព្វកិច្ចដោយសាមគ្គីពលគឺសិទ្ធិសម្រេចស្ថិតនៅលើម្ចាស់បំណុលមិនមែនបែងចែកបន្ទុកក្នុងការទទួលខុសត្រូវដោយកូនបំណុលនោះទេអញ្ចឹងនិយាយជារួមការបែងចែកបំណុលរួមមិនមែនជាកាតព្វកិច្ចរបស់តុលាការដែលជាអ្នកកំណត់ថាសហព័ន្ធណាមួយជាអ្នកទទួលបន្ទុកសងទៅម្ចាស់បំណុលទេការបែងចែកគឺជាកាតព្វការទទួលខុសត្រូវបំណុលគឺជាកាតព្វកិច្ចសាមគ្គីរួមគ្នារវាងសហព័ន្ធទាំងពីរចាសូមអរគុណចំពោះការបកស្រាយដ៏ក្បាយរបស់លោកស្រីមីធាវីលឹមច័ន្ទនេះដែលបានបកស្រាយរយៈពេលដ៏ខ្លីហើយមានន័យចាសូមអរគុណសូមជម្រាបលា